នេះជាកន្លែងប្រវត្តិសាស្ត្រមួយដែលមានរឿងដំណាលតគ្នាមកហើយនេះជាទីតាំងមួយដែលធ្លាប់មានមនុស្សរស់នៅតាំងពីសម័យបុរេប្រវត្តិហើយសភាពថ្មនិងរូងភ្នំនេះយើងមើលទៅដូចជាកន្លែងដែលធ្លាប់មានមនុស្សរស់នៅតាំងពីជំនាន់មុនពិតប្រាកដមែនហើយភ្នំនេះមានឈ្មោះថាភ្នំចាស់ដែលមានទីតាំងស្ថិតនៅក្នុងភូមិមនោរម្យឃុំហោសំណំហើយស្ថិតនៅក្នុងស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺពេលដែលយើងជិះចិត្តមកដល់ភ្នំនេះយើងឃើញមានសភាពថ្មភ្នំជ្រងច្រាងហើយកន្លែងនេះជាកន្លែងដ៏អស្ចារ្យមួយដែលមានប្រវត្តិរឿងរ៉ាវនិងអបិយជំនឿជាច្រើនបង្កប់នៅក្នុងល្អាងភ្នំនេះបងប្អូនអរគ្នាឥឡូវយើងឡើងទៅលេងល្អាងភ្នំចាស់នៅខាងលើតែក្តៅផងខ្យល់ហើយឥឡូវយើងទៅលើកទៀតនេះក៏អាចជារូងទី1នៅរូងច្រើនទៀតចឹងយើងមកដល់រូងទី2មកទៀតនេះជារូបសំណាកលោកមេតបខ្មែរតែខ្ញុំអត់ដឹងថាឈ្មោះអីទេអស្ចារ្យរូបបើសិនជាមានការកសាងរៀបចំហើយស្អាតមែនតើសឹងតែមិនគួរឲ្យជឿថាស្រុកឱរ៉ាល់យើងក៏មានរូងភ្នំស្អាតបែបនេះខ្ញុំសង្ឃឹមថាថ្ងៃមុខភ្នំចាស់នឹងមានការរៀបចំឲ្យបានកាន់តែល្អស្អាតជាងនេះដើម្បីទាក់ទាញភ្ញៀវទេសចរមកលេងឲ្យបានកាន់តែច្រើនមិនថាភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិវិស័យទេសចរជាសរសៃឈាមមួយសម្រាប់ប្រជាជនដែលនៅក្នុងតំបន់ទេសចរមួយនេះហើយវិស័យទេសចរក៏បានចូលរួមក្នុងការអភិវឌ្ឍនិងការរីកចម្រើនសេដ្ឋកិច្ចរបស់ប្រទេសយើងមួយចំណែកផងដែរអញ្ចឹងនៅពេលដែលយើងរៀបចំនឹងធ្វើដំណើរដើរឡើងលើភ្នំយើងឃើញមានអណ្ដើក2ក្បាលហើយនឹងគិញគុក1ក្បាលនៅរោងចាំយើងនៅផ្លូវនឹងតែម្ដងហើយបើសិនជាបងប្អូនបានមកលេងល្អាងភ្នំចាស់អីនេះបងប្អូនអាចជួយទិញជាផ្លែឈើដើម្បីយកទៅឲ្យសត្វស្វានៅខាងលើពួកអីខ្ញុំមកនេះក៏អត់បានទិញមកដែរគ្នាស្រែកងេះអត់មានអីឲ្យទេ